មកពងពាក់ស្អីបងដែលជាមនុស្សឃ្លុងខុនខ្វងអញ្ចឹងរូបកំដររងចាំតែថ្ងៃស្លាប់ទទួលម្ចាស់បងទាំង6អង្គរបស់ពៅវិញទៅថាបងមិនទៅទេតែបើសិនជាពៅឲ្យចង់បងស្លាប់ចោលនោះណាបងស្លាប់ក៏បានបងទៅលោតទឹកឬក៏ជ្រមុជក្បាលចូលក្នុងឆ្នាំងទឹកក្តៅនេះឲ្យវាស្លាប់ឲ្យហើយតែម្ដងទៅឲ្យតែបងស្លាប់ហើយដែលធ្វើឲ្យពៅសប្បាយចិត្តអញ្ចឹងអ្នកមិនបាច់ទៅទេខ្ញុំក៏ដឹងដែរថាអ្នកទៅធ្វើអ្វីបានទៅរាជសន្និសាទទាំង6ក៏នៅតែចាញ់ដៃស្ដេចសិនចុះតម្រុំអ្នកចាំខ្ញុំដោះស្រាយជាមួយនឹងម្ចាស់បងទាំង6ឲ្យទ្រង់នាំយកដំណឹងនេះទៅថ្វាយព្រះបិតាក៏បានអ្នកឈប់ព្រួយបារម្ភទៅបើជាភរិយារបស់អ្នកបើមិនចង់ឲ្យអ្នកឃ្លាតចេញពីបើឡើយសូម្បីតែមួយដង្ហើមចេញចូលចឹងផងឯងបើអើយបើហាត់អីក៏អស់ដល់ប្តីបែបនេះអូយស្លាញ់មែនតើអ្នកនៅចាំខ្ទមនឹងហើយបើសុំទៅជីកដំឡូងនៅព្រៃខាងក្រោយសិនឈប់សិនបើបងបដូរចិត្តវិញហើយបងទៅជួយព្រះនគរក៏បានតែតលតានិយាយគ្នាត្រូវសិនទៅបានទៅរួយនេះអ្នកគិតឃើញពិធីផ្សេងមែនទេអ្នកឆាប់និយាយមកបងនិយាយត្រូវគ្នាបងនឹងទៅតែបងចង់ឲ្យម្ចាស់បងគ្រប់ព្រះអង្គហ្នឹងហ៎ទាំងវ៉ាខ្លួនម្នាក់នោះបថុយកុំសុំបិទការពិតណាសុំបិទយល់សពនេះក៏បងមិនគិតផងអាខ្លុងអើយអាខ្លុងសុំតែយើងចាត់ក្បាលឯងទេទៅវាល្អជាងព្រះស្វាមីនិយាយជប់សន្ធប់ព្រៃនិយាយថ្ងៃណាចិញ្ចាំងមានតិចណាព្រះប៉ោពិតមែនហើយទីនេះណាមនុស្សយកមុខយកមាត់ឡែបលបអែបអបនោះក៏ច្រើនល្មមគួរសមព្រះអង្គគួរតែមានបន្ទូលអ្វីជាអាចកំងខ្លះចង់មិនចង់មានអ្នកនាំសារយកទៅប្រាប់វានាំឲ្យតែខូចការអស់ព្រោះតែពេលនេះបែងចែកជាបកជាពួកច្រើនមិនគួរឲ្យទុកព្រះតីនោះទេប៉ុន្តែស្វាមីរបស់ខ្ញុំម្ចាស់សន្សំតែសោមិនចង់ដឹងឬក៏លុបលន់អ្វីម្យ៉ាងក៏គ្មានហេតុអីក៏ត្រង់ប៉ុនថៅរាំងសីមានព្រះបន្ទូលមកដូចជាសន្សំរឿងដូចជាមិនមែនជាញាតិនឹងគ្នាសោះហេតុអីក៏ឲ្យចេញជាដុំភ្លើងទៅកើតលន្ថាមហាសីបោះលន្ណាមានព្រះសវណ្ណណីដូចជាពីរោស្ដាប់ណាលន្នមិនចង់បានអីទាំងអស់សំបីតែព្រះនគរឲ្យតែបានក្តីសុខរុងរឿងទៅគឺវាប្រសើរបំផុតហើយណាព្រះស្វាមីខ្ញុំម្ចាស់ក៏ដូចគ្នានឹងទ្រង់អស័ក្តិចៃរាជដែរមួយថ្ងៃឃើញតែស្នាមញញឹមមិនសូវជាអ្នកមានបន្ទូលបបាច់បបោចអត់ប្រយោជន៍នោះទេមិនដូច
ដូចជាត្រង់ខ្លះឬសតតែមានបន្ទោលរហូតពេលផ្ទំលួងទៅបាត់សំឡេង ស្ដាប់ទៅណាគឺសុទ្ធតែជារាជបុត្រស្លាប់ឬក៏រស់ព្រោះតែកន្ទុយក្បិនតែទាំងអស់ហ្នឹងគ្មានការឈឺឆ្អាលឬក៏មានភាពអំណត់នៅក្នុងប្រកាយសោះសូម្បីតែពេលនេះខ្លងម្នាក់នោះយើងទៅអង្វរគេឲ្យមកជួយព្រះនគរក៏នៅតែគ្មានព្រះចិន្តារង្គោះរង្គើមិនដឹងជាបេះដូងធ្វើពីស្អីទេបានជាមិនស្គៀបរមាស់ស្អីសោះសំមុខទេដែលត្រង់សិតតែជាអង្គសត្រាមានព្រះនគរបែរជាត្រូវចាញ់ព្រៀបរបស់នេះខ្លងដែលជ្រកនៅក្រោមដំបូលស្លឹកប្រក់មេឃបញ្ជាឲ្យទៅលន់តួអង្វរនោះទូលព្រះបង្គំបានស្ដាប់យូរហើយក៏ចង់បញ្ចេញយោបល់ខ្លះទ្រង់គ្រប់ព្រះអង្គព្រមទាំងទូលព្រះបង្គំនេះគឺជារាជសន្និសានៃអន្តបត្តិមហានគរគួរតែរួបរวมគ្នាធ្វើអ្វីដើម្បីព្រះនគរខ្លះទៅបានទេខ្លាចអីដោយគ្រាន់តែទៅអង្វរនេះខ្លងម្នាក់នោះបើព្រះបិតានិងទេវង្សទេវបុត្រផ្ដល់ភាពសំខាន់ឲ្យគេនោះហើយបើសិននេះខ្លងគឺជានិមិត្តសញ្ញាមួយផ្ដល់នូវសភាពល្អគ្រប់បែបយ៉ាងគ្រប់ព្រះអង្គនិងប្រជានុរាស្ត្រអន្តបត្តិមហានគរក៏ប្រឆាំងទុកលំបាកដែរហេតុអីក៏យើងជាព្រះមហាក្សត្រធ្វើពលិកម្មដើម្បីប្រជានុរាស្ត្រខ្លួនបានសុខសាន្តប្រជាធ្វើមិនបានទៅវិញបែបនេះហើយស្ដាប់ចុះស្ដាប់ឡើងមានតែអ្នកចោះញោមក្រាបសំពះមិនមានអ្នកខាញ់រៃស្អីសោះតែព្រះបន្ទូលរបស់ម្នាក់ណាមិនម៉ាត់ណាមិនជ្រុះដល់ដីទេនេះសម្រាប់ថាយ៉ាងម៉េចទៅអង្វរនេះខ្លងនោះឬមួយក៏អត់ខ្ញុំម្ចាស់ក៏ចង់ដឹងដែរគឺចង់លើផ្ទាល់ទៅជាតិតែម្ដងគឺទៅនឹងហើយតិចវិញយ៉ាងណាក៏នៅតែមិនផុតពីព្រះរាជបញ្ជាដែរ